សួស្តីប្រិយមិត្តទាំងអស់គ្នានេះគឺជាคลิปវីដេអូពិសេសពី Cam Top Tech បង្ហាញពីរបៀបនៃការអាប់ដេតទៅកាន់ version 8.1.2 ដែលជា version ថ្មីប្រចាំចុងឆ្នាំ2014នេះបាទដំបូងឡើយខ្ញុំសូមបង្ហាញប្រិយមិត្តគឺខ្ញុំចង់អាប់ដេត iPad របស់ខ្ញុំពី version 7.1.1 ទៅកាន់ version 8.1.2 បាទដំបូងឡើយយើងចូល General សិនហើយយកអបោដើម្បីមើលបាទនេះគឺជា version នៅក្នុង iPad 7.1.1 បាទឥឡូវចាប់ផ្ដើមគឺខ្ញុំអាប់ដេតតាមរយៈការភ្ជាប់ទៅកាន់ iTunes នៅក្នុងកុំព្យូទ័របាទខ្ញុំចាប់ផ្ដើម connect បាទខ្ញុំ connect រួចរាល់ហើយនៅពេលដែល connect រួចរាល់ប្រិយមិត្តទៅមើលនៅលើកុំព្យូទ័រឃើញវាចេញផ្ទាំងនេះមកឲ្យយើង download និង update ហើយ download only នេះគឺជា new iPad software version 8.1.2 គឺមានសម្រាប់ iPad របស់ខ្ញុំហើយនេះវាឲ្យយើង download ហើយនឹង update ប៉ុន្តែបើសិនជាយើងគ្រាន់តែចង់ទៅ download ទុកទិន្នន័យរបស់ 8.1.2 នេះយើងគ្រាន់តែ click ខាងនេះទៅបាទហើយយើងចង់ download ហើយ update យើង click កណ្ដាលប៉ុន្តែខ្ញុំចង់ update ខ្ញុំចង់បង្ហាញប្រិយមិត្តពីការ update ខ្ញុំ click យកកណ្ដាលបាទអ្នកគ្នាអូខេវា load ទៅហើយយើង click យក continue យក next ហើយយក agree បាទនេះគឺខ្សែបន្ទាត់នេះវាកំពុងតែដំណើរការក្នុងការ update software ចាំវាមួយផ្លែតបាទហើយនេះនៅក្នុងកម្មវិធី iTunes នៅលើកុំព្យូទ័របើសិនជាយើងរំកិល cursor យកទៅ click នៅផ្នែកខាងលើនិមិត្តសញ្ញា download យើងនឹងឃើញទិន្នន័យរបស់ iOS 8.1.2 នឹងមានទំហំ 1.4 GB បាទវាកំពុងតែដំណើរការបាទឥឡូវចិត្តពេញហើយសូមបញ្ជាក់ថាល្បឿនអ៊ីនធឺណិតរបស់ប្រិយមិត្តត្រូវតែលឿនបន្តិចបាទឥឡូវនេះវាចិត្តពេញហើយនៅសល់តែបន្តិចទៀតទេឥឡូវនេះពេញហើយវាកំពុងតែ processing កំពុងតែដំណើរការបាទបន្តមកទៀតយើងនឹងឃើញវាបាទបន្ទាប់ពីពេញមកយើងនឹងឃើញវា extract file បន្ទាប់មកទៀតវា backup ទិន្នន័យនៅលើ iPad ដែលយើងមានទិន្នន័យទាំងអបាលមកហ្នឹងវា update ដើម្បីរក្សាទុកនៅទិន្នន័យនៅលើ iPad បន្ទាប់មកទៀតវារៀបចំ iPad ដើម្បី update software ថ្មី 8.1.2 បាទការរៀបចំ iPad ដើម្បី update software 8.1.2 នេះរៀងយូរបន្តិចឥឡូវនេះវាកំពុងតែរងចាំ iPad របស់យើងបាទមើលនៅលើ iPad ឃើញចេញរូបឲ្យយើង connect ដូចប៉ុន្តែបាន connect រួចរាល់ហើយវាចេញរូបផ្លែប៉ោមមកហើយបាទកំពុងតែ update បាទបន្ទាប់ពីវា install iPad ពេញហើយនៅលើ iTunes វាមានប្រាប់យើងថាទោះបីជាយើងដកដូចចេញពី iPad ក៏អត់អីដែរបាទខ្ញុំដកដូចចេញហើយសញ្ញាដែលចេញក្រោយពីដកដូចចេញហ្នឹងមិនដូចគ្នាទៅនឹងសញ្ញាដែលវា install ពី iTunes មកចូល iPad នោះទេបាទខុសគ្នានិយាយដូច្នេះដើម្បីកុំឲ្យប្រិយមិត្តមានការយល់ច្រឡំនៅពេលដែលឃើញសញ្ញានេះស្រាប់តែ iTunes នៅលើកុំព្យូទ័រវាកំពុងតែដំឡើង version 8.1.2 ឲ្យហើយប្រិយមិត្តទៅជាដកចេញហ្នឹងមិនមែនជារឿងត្រឹមត្រូវទេសូមបញ្ជាក់ម្ដងទៀតថាសញ្ញាទាញយកទិន្នន័យមួយនេះគឺមិនដូចទៅនឹងសញ្ញាដែល iTunes ដំឡើងទិន្នន័យ iOS 8.1.2 ឲ្យទេគឺសញ្ញា iPad វាកំពុងតែរៀបចំខ្លួនវាដើម្បីដំណើរការ iOS 8.1.2 បាទសូមចាំបន្តិច iPad នឹងដំណើរការឥឡូវហើយបាទឥឡូវការអាប់ដេតប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Apple គឺ iOS 8.1.2 បានជោគជ័យហើយប្រិយមិត្តអាចរៀបចំមុខងារឬក៏ទិន្នន័យផ្សេងៗនៅលើ iPad របស់ខ្លួនបាទ
បាទបន្តមកទៀតសូមកលេចមើលទៅក្នុង setting ដើម្បីបញ្ជាក់ថា iOS 8.1.2 ពិតជាបានតម្លើងបានដោយជោគជ័យមែនបាទនេះគឺ iOS 8.1.2 បាទតម្លើងបានជោគជ័យហើយសូមអរគុណប្រិយមិត្តដែលតាមដានคลิปវីដេអូរបស់ Camtop Tech ហើយនៅពេលក្រោយៗទៀត Camtop Tech នឹងបង្ហាញប្រិយមិត្តអំពីคลิปវីដេអូល្អៗដទៃទៀត